ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកចែករំលែកនៅវីដេអូនៃការរៀនដាំតរ៉េនរបស់ខ្ញុំបាទខ្ញុំមិនមែនជាអ្នកជំនាញឯដាំតរ៉េនទេប៉ុន្តែមើល YouTube ទៅចេះតែរៀនធ្វើតាមគេតែនេះយើងហែកជីកប៉ោះយើងចាក់ជីកប៉ោះចាំមកដៅខ្ញុំជីកទុកបាន3-4ថ្ងៃហើយខ្ញុំអត់បានថតវីដេអូការជីកដៅយើងជីកដៅរៀងជ្រៅតិចមកឲ្យរៀងធំតិចមកយើងចាក់ជីកប៉ោះនៅលើដីដែលយើងកាយនឹងមកយើងច្បល់ដីជាមួយនឹងជីកប៉ោះឲ្យចូលគ្នាទៅហើយដីនេះដូចរៀងស្ទើដែរហើយបើបងប្អូនមានជីគីមីអីបងប្អូនអាចដាក់ជីគីមីបានហើយបងប្អូនកុំភ័យថាខ្លាចដាក់ជីលើសខ្លាចកូនតរ៉េនយើងងាប់អីចឹងណាមិនអីទេបងប្អូនអាចដាក់បានអាចដាក់ជីកាន់តែច្រើនកាន់តែល្អមានជីធម្មជាតិមានជីកំប៉ុស្តមានជីគីមីអាចដាក់លាយគ្នាខ្លះទៅបងប្អូនហើយយើងដាក់រួចយើងកាយលុបដៅដែលយើងជីកឲ្យជ្រៅនឹងវិញមកយើងកាយលុបហើយយើងយកកូនតរ៉េនយើងមកដាក់ចំចំណុចកណ្ដាលទៅដើម្បីឲ្យវាចាក់រឹសទៅអាកន្លែងដែលយើងជីកជ្រៅនឹងបានល្អហើយកូនតរ៉េនយើងចាក់រឹសបានល្អចាប់ធំធាត់អញ្ចឹងហើយដីនេះរៀងស្ទើបងប្អូនសារនៅជាការក្រូចខ្ញុំដាំចន្លោះជាការជឹកក្រូចហើយដូចជាមិនសូវមានដីដាក់បែហើយទឹកក៏មិនតាន់បានតដាក់ដែរបងប្អូនចាំមើលដាំហើយមានពេលតនេនឹងតទៅយកទឹកដាក់ហើយតែរវល់អត់បានតទៅយកទឹកដាក់ហើយនេះយកកូនតរ៉េនមកយើងស្រ័យថងនេះទិញពីគេមកគេចងអញ្ចឹងស្រ័យថងចេញមកឲ្យប្រយ័ត្នកុំឲ្យបែកដីកូនតរ៉េននេះពូជម៉ាន់ថងហើយមួយដើមនេះ 15000 កម្ពស់វាខ្ទង់វាជាកន្លះម៉ែត្រទេខ្ញុំអត់បានវាស់ដែរហើយនេះយើងស្រ័យថងចេញមកសូមអធិស្ឋានពុកម៉ែបងប្អូនខ្ញុំមិនមែនជាអ្នកជំនាញដាំតរ៉េនទេហើយបើបងប្អូនណាមានគំនិតយោបល់អីបងប្អូនអាចខមមិនបាននេះយើងកាត់ចេះមកយើងកាត់ឬកៅវិញយើងកាត់ចេញខ្ញុំឃើញវីដេអូគេដាំគេកាត់ចឹងដែរឥឡូវខ្ញុំធ្វើតាមគេចឹងដែរបងប្អូនមានគំនិតយោបល់អីឬក៏ខ្ញុំធ្វើមិនត្រូវអីបងប្អូនអាចខមមិនបានខ្ញុំនឹងកៅលម្អនេះយើងកាត់ឬកៅចេញឬកៅហ្នឹងគេទុកយើងកាត់ឬកៅចេញមកដើម្បីឲ្យតរ៉េនយើងឆាប់ចាប់រឹសខ្ញុំឃើញគេធ្វើអញ្ចឹងដែរតាម YouTube ខ្ញុំធ្វើតាមគេមិនដឹងថាបានផលអត់ទេហើយយើងកំប្លោកថងចេញយើងលើកទាំងថងអញ្ចឹងដើម្បីកុំឲ្យវាបែកដីហើយយើងដាក់ចំចំណុចកណ្ដាលដែលយើងជីកជ្រៅហ្នឹងយើងដាក់តរ៉េនយើងចំទៅនឹងមកហើយយើងចាក់ជីកប៉ុសថែមមកជីផេងកាមមកបាវនេះ20គីឡូហើយតម្លៃ 12000 តម្លៃ1ក្រុងយើងដាក់ឲ្យចំកណ្ដាលដែលយើងជីកនឹងមកបាទយើងដាក់ចំកណ្ដាលមកយើងកំតន់ដកថងចេញយើងចាក់ជីយើងដាក់ដីពូនឲ្យបានខ្ពស់សិនមកឲ្យបានស្មើមាត់ថងមកចាប់យើងដកថងចេញព្រោះអីបើយើងដកថងចេញទៅយើងខ្លាចបែកដីបោះតរ៉េនហ្នឹងខ្លាចបែកដីទៅខ្លាចអត់រស់យើងកប់ទាំងថងចេះសិនមកហើយយើងរកដីដាក់ថែមឲ្យបានខ្ពស់ឲ្យបានធំតិចកាន់តែល្អហ្នឹងនេះយើងដកមកយើងដកថងមកបាទយើងដកថងចេញមកហូតមកតាមនេះមកវាអត់បែកដីទេនឹងហើយយើងដាក់ដីថែមមកមិនដឹងថាខុសឬត្រូវទេពុកម៉ែបងប្អូនបើសិនជាខ្ញុំដាំទៅមានចំណុចត្រង់ណាដែលមិនត្រូវទេបងប្អូនសូមជួយខមមិនផងខ្ញុំនឹងកែលម្អខ្ញុំទុំរៀនដាំលើកទី1
អត់ដែលដាំសោះតារ៉េនសកត់ដីរៀងណែនមកជន់ក៏បានដែរយើងជន់ក៏បានជន់ឲ្យវារៀងណែនតិចមកនេះខ្ញុំដាក់ដីបានច្រើនដែរខ្ញុំដាក់ដីបានរៀងច្រើនតិចជារៀងគូតខ្ទះចេះមកហើយយើងដាក់ចំបើងរយពីលើមកដើម្បីកុំឲ្យដីហ្នឹងវាឆាប់ស្ងួតយើងស្រោចទឹកទៅហើយអត់តាន់បានតទៅយកទឹកទេយកទឹកពីងស្រោចសិនហើយនេះខ្ញុំដាំពេលល្ងាចដើម្បីឲ្យតារ៉េនយើងលូតលាស់បានល្អឲ្យវាអត់ចាញ់កម្ដៅថ្ងៃណាវាអត់ងាប់តារ៉េនយើងដាំពេលល្ងាចល្អជាងដាំពេលព្រឹកផងពេលល្ងាចហើយទីខ្ញុំស្រោចទឹកស្ទើដីនេះយើងស្រោចទឹកនេះស្រោចជោគទៅពុកម៉ែបងប្អូនខ្ញុំស្រោច2ឡាំងខ្ញុំស្រោចបែរចូល20លីត្រអីស្រោចឲ្យវាសើមដល់ដីខាងក្រោមហើយខ្ញុំអត់សូវចេះដាំដែរខ្ញុំស្រោចទឹកមួយថ្ងៃម្ដងដែរចាំមើលបងប្អូនចាំមើលវីដេអូ